tức à tức đó nè tức đó nè chứ nó tức nâng xóa ban về xóa châu bà lai dương lược chia comment đã chia tới thả lấy về chia pro dương ở trong ban để làm thao xôm đạp cô phường vì nhóm do nó sầm nông po đó nhóm đã lược chia comment đã chia tới thả lấy về chia pro dương ở trong ban để làm thao bây giờ tức ở thô con nó bị smile đọc pin ở tới bị ở thô bị trao mà lừa này mưa này lấy dương ở đi cài này đai đấy vô ạch đấy vô mà chạy nằng rồi ngày đi vìสบาย thay vì thư mà chua nó mán gom cho mìnhผมbây giờ chếtผมbuồn rồi mệt hỏi bữa pì này là hô tao đo play là tiệp lưới mà cả lâu cả là mà pon phèo bởi mệt chết phân tích túi mà pon phèo bởi mệt đo play nữa với play này mình nghĩ láng trộn nè mình nói chơi mình tên ôi lấy nhóm thua là nâng môi hỏi dương từ chập đao do nó môi tiết ai biết được khá nó ôi mấy khang miền nè chui cái chua thôm mà không ơi đi liverเอาខ្ញុំសម្រាប់ធ្វើការងារហ្នឹងព្រោះការងារនេះយើងមិនអាចធ្វើការតែខ្ញុំអីបានទេសំខាន់បំផុតណាគឺប្រជាពលរដ្ឋចូលរួមខ្ញុំនិយាយទៅដែរថាឲ្យតែប្រជាពលរដ្ឋចូលរួមចង់ថារឿងពិបាកប៉ុណ្ណាក៏ដោយទៅឲ្យមិនបានអីគោមិនគេហៅថាម្នាក់មួយម៉ាត់មកកជួយខមមិនលើកជើងព្រោះយើងពីមុនអំពើល្អយើងវាច្រើនប៉ុន្តែទុកអំពើអាក្រក់តែម្នាក់ពីរនាក់មកភូមិមានម្នាក់ពីរនាក់ដូចគោឲ្យគេមើលទៅដូចអាប់អល់នៅក្នុងភូមិសាស្ត្ររបស់យើងក្នុងភូមិរបស់យើងតែបើយើងកលេចមើលជារួមទៅល្អខ្ញុំមើលទៅល្អមែនទែនអ្នកស្រុកអ្នកភូមិមកដល់លោកចូលរួមព្រោះឥឡូវត្រូវថ្នាក់ដឹកនាំលោកជួយខ្ញុំមែនទែនលើកទឹកចិត្តព្រោះទៅថ្ងៃនេះបានបាយបោះសម្ដេចបវរហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីហិតតែមានកម្លាំងទៀតមកទឹកមកម្ដងពីរដងហិតតែមានកម្លាំងធ្វើការគេហៅកម្លាំងចិត្តខ្លាំងណាស់ព្រោះឥឡូវមេភូមិខ្ញុំក្រុមការងារប្រជាការពារភូមិការក្រុមការងារសកាត់ហ្នឹងលោកមានកម្លាំងចិត្តការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំវាធំធេងពេកតែខ្ញុំមិននឹកសម័យឃើញថាអូបានបាយនាយករដ្ឋមន្ត្រីយកមកហូបបាយអីចឹងវាអត់មានទេដែលសម័យតាំងពីតូចគ្រូឆ្មារហូតដល់រៀនចេញពីមហាវិទ្យាល័យចេញមិនដែលនឹកឃើញទេតែឥឡូវជួបពេលដែលជួបរំភើបពេលរំភើបមិនមែនថារំភើបឲ្យដើរអួតអាងដើរអីគេអត់ទេរំភើបហើយសំទុះកាន់តែស្រួយទៀតសំទុះកាន់តែខ្លាំងដើម្បីធ្វើបម្រើប្រជាពលរដ្ឋអាកន្លែងនេះហើយដែលជាបេះដូងរបស់ខ្ញុំហើយជាមួយគ្នានេះដែរក៏ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នាសូមអរគុណប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យរបស់ខ្ញុំក៏ដូចប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញលោកស្រឡាញ់លោកចូលចិត្តនៃអំពើល្អព្រោះយើងពីមុនមកយើងឃើញអំពើល្អវាច្រើនប៉ុន្តែអំពើល្អចាំគេហៅថាប្រចាំគ្នាចាំមើលមួយទៅមួយអត់ហ៊ានចុចអត់ហ៊ានខមមិនអត់ហ៊ានបញ្ចេញយោបល់ទេឥឡូវយប់មិញខ្ញុំមើលតាំងពីម៉ោង1ម៉ោង2គេអត់លក់ខ្ញុំចាប់ដើមទាញទូរស័ព្ទខ្ញុំមកមើលពេលដែលស្ដាប់មើលខ្ញុំឃើញលោកផ្ដល់យោបល់ខ្ញុំល្អពីរឿងបញ្ហាដើមថ្នោតពីរឿងបញ្ហាដើមថ្នោតលោកឲ្យយោបល់ល្អថានេះដាក់ទៅវាប៉ះពាល់វាធ្លាក់ស្លឹកវារឹសវាយ៉ាងម៉េចខ្ញុំគ្រាន់តែជាគម្រោងមួយជាគំនិតមួយដេកសម័យថាវាចង់ធ្វើអញ្ចឹងតែដល់ពេលទៅចង់ទៅឃើញបងប្រុសមួយគាត់មកចូលហើយគាត់មកជួបខ្ញុំគាត់ថាបើសិនចង់បានដើមថ្នោតហ្នឹងគាត់ឲ្យដូចថាបុណ្យយើងប្រជាពលរដ្ឋយើងទៅដល់ទៅអំពើល្អចេះតែមកអ្នកស្រុកចេះតែជួយដើមឈើជួយអ្នកខ្លះគេឲ្យដាំដើមចេះអ្នកណាអីដាំដើមថ្នោតខ្ញុំចង់យកដើមថ្នោតជាតំណាងជាតិរបស់យើងអញ្ចឹងចង់យកអាហ្នឹងយកមកដាំហើយបងដែលឲ្យហ្នឹងគាត់មានគំនិតមួយឆ្នាំពីរឆ្នាំហើយបន្តអាហ្នឹងយកកូនហ្នឹងយកទៅដាំនៅទួលដែននៅប៉ែកខាងកើតគាត់យកទៅទួលដែននេះគាត់រំលែកថាបើចង់បានគាត់នឹងឲ្យ100ដើមតែដោយសារប្រជាពលរដ្ឋយើងឲ្យខមមិនមកផ្ដល់យោបល់ខ្ញុំមនុស្សយើងពីណាក៏ស៊ីជួដែរគេហៅថាចេះបញ្ជួគ្នាចេះលើកតម្កើងលោកពូលោកអ៊ំបងអាក្អូនតូចអាអូនច្រើនភាសាច្រើនជាងគេគឺលោកប្អូនបងពូសុំដាក់បកគោភ្លើងវិញខ្ញុំយកអាហ្នឹងសំណុំពោខ្ញុំដាក់លើកជាខមមិនដាក់ជាអីថាឥឡូវប្រជាពលរដ្ឋយើងអត់ចង់បានទេដើមថ្នោតហ្នឹងមិនមែនដាក់ខាងផ្លូវទេមិនដាក់ខាងផ្លូវទេចង់យកមកដាក់នៅខាងជាប់នឹងជាងនេះជាប់មួយជាងនេះដើម្បីធ្វើឲ្យជាមលុបឲ្យតែធ្វើជាឲ្យជាជាងហ្នឹងដើម្បីបានផ្លូវបោកដើរផ្លូវនឹងដើរទៅវាត្រជាក់ផងហើយវាជាតំណាងឲ្យជាតិរបស់យើងបងប្អូនថាអាហ្នឹងវាប៉ះពាល់វាអីយ៉ាងម៉េចយើងដូរចេញមនុស្សយើងចេះនិយាយចេះស្ដាប់គ្នាខ្ញុំឃើញប្រជាពលរដ្ឋចុងក្រោយហ្នឹងខ្ញុំនៅតែសរសើរនៅតែអរគុណថាប្រជាពលរដ្ឋលោកចូលរួមស្អីដែលខ្ញុំរំពឹងថាវាមានការលំបាកប៉ុន្តែពេលចូលទៅគឺលោកចូលរួមហ្មងដូចថ្ងៃនេះទឹកឲ្យមកចង់ទឹកច្រើនតាមរយៈមេភូមិលោកមេភូមិគេហៅថាមេខ្ញុំស្គាល់គាត់ឃើញគាត់ចិត្តល្អមេភូមិទាំង2ទាំង3ហ្នឹងលោកមកចូលរួមអូយឥឡូវប្រជាពលរដ្ឋផងឲ្យដេមលើអាហ៊ុញឲ្យដេមលើអាហ៊ុញទុកឲ្យហ៊ុញណាផ្លូវខាងនោះដែលខ្ញុំរៀបចំធ្វើផ្លូវខាងនោះមួយខ្សែទៀតដែលមានចម្ងាយជាង1000ម៉ែត្រដែរដើម្បីជួយអាខាងនោះវាអត់ទាន់បានថ្មអាលោកអញ្ចឹងទេវាជាផ្លូវយើងលើចាស់អាហ្នឹងគេផ្លូវពីដូនតាយើងមកមានប៉ុន្តែយើងអត់ចាប់អារម្មណ៍ទុកយូរទៅអាទឹកនោះវាចេះតែជ្រាបលិចទៅមនុស្សអត់ជីអត់អីឆ្លងកាត់
អត់ដំណើរការហើយចេះតែចាប់ប្រពោះគ្នាលូបបន្តិចទៅចង់តូចមែនទែនឥឡូវខ្ញុំទៅបើកបានខ្ញុំទៅឈូសឆាយបានឥឡូវឲ្យចាំស្គូតតិចខ្ញុំទៅមួយជើងទៀតហើយប្រហែលជា2 3ថ្ងៃទៀតហ្នឹងខ្ញុំទៅការយ៉ាបន្លាយនោះឲ្យវាហូរឲ្យស្អាតអីចឹងទៅយើងចាប់ដើមធ្វើការងារបានអានេះដែលយើងចង់បានទាំងអស់គ្នាប្រជាពលរដ្ឋលោកចូលរួមមកកុំខ្លាចកុំអៀនកុំអីទាំងអស់ធ្វើជាលក្ខណៈបងប្អូនយើងគ្នាជាលក្ខណៈគ្រួសារគេហៅថាគ្រួសារធំមួយគ្រួសារនៅក្នុងផ្ទះរបស់យើងអានេះគ្រួសារប្រទេសជាតិគ្រួសារធំនឹងត្រូវកាន់ណាស់ការចូលរួមរបស់ប្រជាពលរដ្ឋការចូលរួមរបស់ប្រជាពលរដ្ឋការផ្ដល់គំនិតប្រជាពលរដ្ឋយើងកុំយកអាគំនិតរិះគន់ដើម្បីស្ថាបនាអាមួយរិះគន់ដើម្បីបញ្ជាន់ផលិតយើងកុំយកអាហ្នឹងខ្មែរយើងរិះគន់ជន់ផលិតគ្នាកុំលៀបពណ៌គ្នាយើងអ្នកណាធ្វើវាតែងតែខុសហើយប៉ុន្តែក្រោយពីខុសឲ្យចេះស្ដាប់គ្នាអត់ចេះស្ដាប់យោបល់ប្រជាពលរដ្ឋអត់បើយើងរដ្ឋអំណាចខ្ញុំជាអាជ្ញាធរមកខ្ញុំមិនស្ដាប់ជាពលរដ្ឋខ្ញុំនៅរដ្ឋអំណាចធ្វើអីគេបងមេភូមិគាត់ទៅជាអាជ្ញាធរជើងក្រោមមួយស្អីកលៀបកលោកណាក៏គាត់ស្គាល់ដែរនៅកកាពីអញ្ចឹងបើសិនជាគាត់ស្ដាប់ប្រជាពលរដ្ឋត្រូវយកអាកំណត់ប្រជាពលរដ្ឋហ្នឹងយកមកចូលរួមដោះស្រាយជាមួយគ្នាបាទដូចបញ្ហាផ្លូវទេអានេះប្រជាពលរដ្ឋក្នុងថ្ងៃធ្វើដំណើរពី 3,000 នាក់បាទអូថ្ងៃមួយខែមួយឆ្នាំប្រហែលបើសិនយើងថាបណ្ដាផ្លូវនឹងបានវារំដោះសម្បត្តិធម៌សម្រាប់ការសាទររបស់ប្រជាពលរដ្ឋយើងអូយអត់មានអីទៅពិបាកទេរឿងអត់មានពិបាកសោះ